ចាជម្រាបសួរដល់បងប្អូនកម្មករកម្មការនេះសមាជិកសមាជិកានៃសហព័ន្ធសហជីពកម្ពុជានិងបងប្អូនជនរួមជាតិទាំងអស់ជាទីគោរពខ្ញុំពីងគឿនជាអ្នកសម្របសម្រួលកម្មវិធីសូមស្វាគមន៍មកកាន់កម្មវិធីផ្សាយផ្ទាល់តាមទំព័រ Facebook របស់សហព័ន្ធសហជីពកម្ពុជាហៅកាត់ថាកាទូចាកម្មវិធីរបស់យើងនឹងធ្វើការផ្សាយផ្ទាល់ជារៀងរាល់ថ្ងៃពុធនិងថ្ងៃសុក្រវេលាម៉ោង 11 កន្លះដល់ម៉ោង នឹងធ្វើការផ្សាយឡើងវិញនៅថ្ងៃរៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង 10 ព្រឹកនិងម៉ោង 3 រសៀលចា៎ហើយប្រធានបទយើងថ្ងៃនេះយើងនឹងពិភាក្សាអំពីសារៈប្រយោជន៍នៃសហព័ន្ធនៃការចូលជាសមាជិកសហជីពកម្ពុជាហើយវាគ្មិនរបស់យើងគឺលោកសមរាលោកសមរាគឺជាប្រធានកម្មវិធីនៃសហព័ន្ធសហជីពកម្ពុជាចាជំរាបសួរលោកសមរាចាលោកសមរាលោកសុខសប្បាយអត់ចាបាទសុខសប្បាយចាអញ្ចឹងបងប្អូនប្រិយមិត្តទស្សនិកជនទាំងអស់ដែលបានទស្សនាពីមុនមកហើយថាពីសប្តាហ៍មុនគឺយើងផ្សាយផ្ទាល់ពីសហព័ន្ធសហជីពកម្ពុជាជាការទូចាថ្ងៃនេះដែរគឺយើងមិនទាន់ទៅណាឆ្ងាយពីសហព័ន្ធសហជីពកម្ពុជាទេគឺយើងតមកវិញគឺយើងនឹងនិយាយអំពីសារៈប្រយោជន៍ដែលកម្មករគាត់ចូលជាសមាជិករបស់កាទូចាលោកបូរ៉ាហើយដោយសារតែយើងឆ្លើយចង់បន្តពីអ្នកស្រីយ៉ាងសុផុនកាលពីសប្តាហ៍មុនឥឡូវនេះខ្ញុំសូមចាប់ផ្ដើមសួរសំណួរមួយទៅលោកបូរ៉ាចាចង់សួរថាតើហេតុអ្វីបានជាកម្មករគាត់ចាំបាច់ត្រូវការចងក្រងបង្កើតសហជីពចាបាទអរគុណហើយជាបឋមសូមជំរាបសួរដល់បងប្អូនកម្មករកម្មការនេះជាពិសេសនេះសមាជិកសមាជិកានៃសហព័ន្ធសហជីពកម្ពុជាបាទដែលកំពុងតែតាមដានទស្សនាក៏ដូចជាតាមដានការផ្សាយឡើងវិញរបស់កម្មវិធីរបស់សហព័ន្ធសហជីពកម្ពុជាបាទជាទូទៅយើងមើលទៅក្នុងស្ថានភាពដែលយើងនិយាយទៅនៅក្នុងវិស័យការងារគឺមានទំនាក់ទំនងរវាងកម្មករនិយោជិកហើយនិងនិយោជកហើយកន្លងមកនោះដោយសារតែភាគីកម្មករនិយោជិកជាងធម្មតាយើងដឹងហើយកម្មករនិយោជិកគឺភាគីដែលមិនសូវមានអំណាចគឺជាអ្នកក្រីក្រធ្វើការដោយកម្លាំងពលកម្មដើម្បីទទួលបានប្រាក់ខែប្រាក់បៀវត្សផ្សេងអញ្ចឹងគាត់តែងតែរងប្រឈមនឹងការរំលោភបំពានប្រឈមនឹងការកេងប្រវ័ញ្ចប្រឈមនឹងការដកឬក៏បាត់បង់អត្ថប្រយោជន៍ផ្សេងនៅកន្លែងធ្វើការរបស់គាត់អញ្ចឹងបានជារឿងមួយដែលចាំបាច់តែគាត់ត្រូវចងក្រងបាទត្រូវចងក្រងបង្កើតសហជីពព្រោះការបង្កើតសហជីពនេះគឺដើម្បីឲ្យគាត់អាចមានអំណាចអាចមានលទ្ធភាពនៅក្នុងការចរចាជាមួយនឹងនយោជកបាទព្រោះគាត់សហការគ្នាគាត់រួមគ្នាធ្វើឲ្យមានតុល្យភាពនៃអំណាចនៅក្នុងការចរចាព្រោះបើគាត់ម្នាក់ឯងគាត់ទៅចរចាគឺមិនមានអំណាចឬក៏មិនមានការការពារទេព្រោះគាត់ងាយស្រួលងាយប្រឈមនឹងការដែលគេគុំគួនការដែលគេធ្វើបាបឬក៏យើងនិយាយឲ្យខ្លីថាអាចនឹងគេប្រឈប់ពីការងារតែម្ដងហ្នឹងបើសិនជាគាត់ទៅចរចាម្នាក់ឯងប៉ុន្តែបើសិនជាគាត់ទៅចរចាគាត់ទៅជជែកពីបញ្ហាលក្ខខណ្ឌការងារពីបញ្ហាអត្ថប្រយោជន៍របស់គាត់ក្នុងនាមជាសហជីពក្នុងនាមជាក្រុមអញ្ចឹងកម្រិតនៃការគុំគួនពីនយោជកឬក៏ការហានិភ័យនៃការប្រឈប់ពីការងារហ្នឹងគឺមិនដូចតែគាត់ទៅម្នាក់ឯងទេអញ្ចឹងអាហ្នឹងហើយជាហេតុផលដែលគាត់ចាំបាច់ត្រូវការចងក្រងនិងចាំបាច់ត្រូវការបង្កើតសហជីពនៅកន្លែងធ្វើការរបស់ពួកគាត់ហើយនៅក្នុងបរិបទស្រុកខ្មែរយើងសង្គមខ្មែរយើងគឺជាប្រទេសកាន់នៅគោលការណ៍ប្រជាធិបតេយ្យសេរីបាទអញ្ចឹងប្រទេសគោលការណ៍ប្រជាធិបតេយ្យសេរីហ្នឹងនៅក្នុងរដ្ឋធម្មនុញ្ញគេបានសរសេរការពារសិទ្ធិរបស់កម្មករនិយោជិកនៅក្នុងការចូលរួមសហជីពក្នុងការបង្កើតសហជីពបាទជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាយើងធានាដោយរដ្ឋធម្មនុញ្ញហើយក្រៅពីរដ្ឋធម្មនុញ្ញពិសេសគេនេះគឺថារដ្ឋធម្មនុញ្ញខ្មែរឬក៏ច្បាប់ខ្មែរយើងហ្នឹងបានផ្ដល់តម្លៃទៅលើមានន័យថាអនុវត្តការគោរពសិទ្ធិហ្នឹងតាមសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សណាដែលជាយើងនិយាយទៅថាជាច្បាប់អន្តរជាតិច្បាប់របស់អង្គការសហជីវជាតិឬក៏អាចថាជាច្បាប់កម្ពុជារបស់អង្គការសហជីវជាតិហ្នឹង
ដែលគ្រប់ប្រទេសជាច្រើនហ្នឹងបានត្រូវអនុវត្តតាមបាទហើយក្រៅពីនោះទៀតយើងក៏បានឲ្យសេចក្ដីបានទៅដល់អនុសញ្ញារបស់អង្គការពលកម្មអន្តរជាតិដើម្បីធានាបាននៅសិទ្ធិរបស់បងប្អូនទាំងអស់គ្នាហ្នឹងក្នុងការចងក្រងនៅក្នុងការចរចាជាសមូហភាពអញ្ចឹងបានជាការចូលរួមការបង្កើតសហជីពហ្នឹងគឺត្រូវបានធានាដោយច្បាប់នៅក្នុងប្រទេសកម្ពុជារបស់យើងអញ្ចឹងនេះគឺជាចំណុចសារៈសំខាន់ដែលពិសេសជាងគេបងប្អូនកម្មករនិយោជិតនៅគ្រប់កន្លែងធ្វើការទាំងអស់នៅក្នុងប្រទេសកម្ពុជារបស់យើងគឺមានសិទ្ធិនៅក្នុងការបង្កើតសហជីពក្នុងការចូលរួមសហជីពហើយការចូលរួមសហជីពមានសារៈសំខាន់ដូចខ្ញុំបានជម្រាបពីខាងដើមមកអញ្ចឹងបាទចាអរគុណច្រើនលោកបារាដែលលោកបាននិយាយអំពីការចងក្រងប្រមូលផ្ដុំគ្នាក្នុងការបង្កើតសហជីពអញ្ចឹងមកន័យថានៅក្នុងស្រុកខ្មែរយើងបែរថាប្រទេសកម្ពុជាយើងគឺមានច្បាប់ធានាជាពិសេសគឺរដ្ឋធម្មនុញ្ញគឺធានាទៅលើការចូលរួមជាសមាជិកក៏ដូចជាការបង្កើតសហជីពរបស់បងប្អូនកម្មករកម្មការនេះអញ្ចឹងមកន័យថាពួកគាត់បង្កើតសហជីពនោះគឺមិនមានខុសច្បាប់ទេចាបាទត្រឹមត្រូវចាអរគុណច្រើនអញ្ចឹងខ្ញុំសូមសួរទៅលោកបារាមកសំណួរទៀតដែរថាតើហេតុផលអ្វីដែលកម្មការងារកម្មការនីហ្នឹងគឺគាត់ត្រូវជ្រើសរើសចូលជាសមាជិករបស់សហជីពកម្ពុជាដែលហៅកាត់ថាកាទូហ្នឹងចាបាទបើយើងបងប្អូនបានតាមដានទស្សនាការពិភាក្សារបស់អ្នកស្រីយ៉ាងសុភ័ណ្ឌកាលពីសប្តាហ៍មុនគឺបានជ្រាបហើយពីគោលការណ៍ពីគោលគំនិតមួយចំនួនរបស់កាទូហើយសូមជម្រាបបងប្អូនកម្មករកម្មការនីថាកាទូគឺយើងធ្វើការជាមួយបងប្អូនកម្មករនិយោជិតនៅក្នុងវិស័យកាដេហើយអញ្ចឹងបងប្អូននៅក្នុងវិស័យកាដេអាចតាក់ទងមកកាទូឬក៏អាច comment ឬក៏អាចសួរសំណួរអីផ្សេងតាមរយៈ Facebook page របស់កាទូជាដើមដើម្បីទទួលបានព័ត៌មានឬក៏ទទួលបាននៅការជួយជ្រោមជ្រែងផ្នែកច្បាប់ឬក៏សិទ្ធិអីផ្សេងនៅកន្លែងធ្វើការរបស់បងប្អូនហើយជាទូទៅកាទូគឺជាសហជីពឯករាជ្យបាទនេះជាគោលការណ៍សំខាន់របស់កាទូចំណុចដែលសំខាន់កាទូគឺយើងជាសហជីពឯករាជ្យប្រកាន់នៅគោលការណ៍ប្រជាធិបតេយ្យហើយចំណុចដែលពិសេសរបស់កាទូហ្នឹងគឺថាកាទូគឺធ្វើកិច្ចការងារគ្រប់ជ្រុងជ្រោយនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនកម្មករនិយោជិតក្រៅពីដែលយើងមើលកាទូទី1គឺយើងការពារប្រយោជន៍របស់បងប្អូនកម្មករនិយោជិតនៅកន្លែងធ្វើការសិទ្ធិនិងផលប្រយោជន៍របស់បងប្អូននៅកន្លែងធ្វើការប៉ុន្តែក្រៅពីសិទ្ធិរបស់បងប្អូននៅកន្លែងធ្វើការយើងក៏បានមើលផងដែរពីជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនទាំងអស់គ្នាអញ្ចឹងយើងបានខ្វល់ខ្វាយអំពីទាំងលក្ខខណ្ឌការងារខ្វល់ខ្វាយអំពីតម្លៃទំនិញទីផ្សារខ្វល់ខ្វាយពីបញ្ហាគោលនយោបាយខ្វល់ខ្វាយអំពីបញ្ហាបបសន្តិសុខសង្គមបាទបសសដែលគ្នាយើងភាគច្រើនហៅបសសហ្នឹងគឺថាយើងបានចូលរួមទៅជែកវែកញែកច្រើនណាស់ដើម្បីធ្វើម៉េចឲ្យបងប្អូនទទួលបានប្រយោជន៍ច្រើនពីកិច្ចគាំពារសង្គមឬក៏ពីរបបសន្តិសុខសង្គមនៅក្នុងប្រទេសកម្ពុជារបស់យើងហ្នឹងហើយក្រៅពីនោះក៏យើងបានផ្ដោតផងដែរទៅលើការកែប្រែគោលនយោបាយក៏ដូចជាអត្ថប្រយោជន៍ដែលផ្ដល់នៅបងប្អូនកម្មករនិយោជិតហើយជាក់ស្ដែងទោះបីតែក្នុងស្ថានភាពកូវីដណា19នេះយើងបានដើរតួនាទីក្នុងការជួយដល់បងប្អូនកម្មករនិយោជិតសមាជិកដែលគាត់បាត់បង់ការងារធ្វើក៏ដូចជាគាត់ដែលត្រូវបានព្យួរការងារអញ្ចឹងយើងមានការជួយជំនួយអីមួយចំនួនផងដែរនៅក្នុងហ្នឹងបាទអញ្ចឹងអានេះគឺជាកិច្ចការងាររបស់យើងក្រៅពីការងាររបស់យើងលក្ខខណ្ឌការងាររបស់បងប្អូននៅកន្លែងធ្វើការប៉ុន្តែក៏យើងបានមើលជីវភាពរស់នៅរបស់បងប្អូនផងដែរហើយជំហានបន្តទៀតក៏យើងមើលដែរតើយើងអាចធ្វើកិច្ចការងារអីខ្លះទៀតដែលធ្វើឲ្យមានផលប្រយោជន៍ទៅដល់ជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតបាទអញ្ចឹងអាហ្នឹងឯងគឺជាចំណុចពិសេសរបស់កាទូដែលសហជីពភាគច្រើនគឺมันបានធ្វើកិច្ចការងាររបស់ដោយកាទូយ៉ាងទេគឺផ្ដោតត្រឹមតែការងារលក្ខខណ្ឌការងារនៅកន្លែងធ្វើការឬក៏អ្នកខ្លះហ្នឹងมันបានទាំង
ធ្វើឲ្យប្រសើរទាំងលក្ខខណ្ឌការងារនៅកន្លែងធ្វើការផងអញ្ចឹងហើយបានជាចំណុចនេះហើយដែលបងប្អូនកម្មករនិយោជិកចាំបាច់ត្រូវជ្រើសរើសយកកាទូចងក្រងបង្កើតសហជីពជាមួយកាទូដើម្បីធ្វើឲ្យលក្ខខណ្ឌការងាររបស់បងប្អូនបានល្អប្រសើរហើយក្រៅពីលក្ខខណ្ឌការងារបានល្អប្រសើរយើងធ្វើម៉េចដោះស្រាយបញ្ហាជីវភាពរបស់យើងឲ្យបានកាន់តែល្អប្រសើរហើយនឹងកសាងនៅប្រព័ន្ធសង្គមមួយដែលល្អប្រសើរសម្រាប់យើងជាអ្នកធ្វើការងារសម្រាប់កូនចៅយើងជំនាន់ក្រោយតទៀតផងដែរបាទចាអរគុណច្រើនដូចបងប្អូនប្រិយមិត្តទាំងអស់ដែលកំពុងតាមដានការ live របស់Facebook របស់សហព័ន្ធអ្នកទីកម្ពុជាដូចតែបានដឹងហើយថាការទូនៅពេលដែលបងប្អូនទាំងអស់គ្នាជ្រើសរើសចូលសហជីពកម្ពុជាដែលហៅកាត់ថាការទូនោះគឺបងប្អូនទទួលបានអត្ថប្រយោជន៍ច្រើនពីការទូតាំងពីការផ្ដល់សេវាផ្នែកច្បាប់តាំងពីការជួយទាមទារនៅលក្ខខណ្ឌការងារកន្លែងធ្វើការពារសិទ្ធិប្រយោជន៍របស់បងប្អូនក៏ដូចជាទាមទារឲ្យមានរបបសន្តិសុខសង្គមសម្រាប់បងប្អូនហើយនឹងគាត់មើលទៅលើតាំងពីបញ្ហាជីវភាពរបស់បងប្អូនកម្មករកម្មការនេះយើងដែលជួបបញ្ហាការលំបាកដូចជាថ្មីនេះគឺនៅក្នុងស្ថានភាពកូវីដនេះជាដើមប៉ុន្តែថាការទូគឺមិនបោះបង់សមាជិករបស់ខ្លួនចោលទេគឺតែងតែគិតគូរបានប្រឹងប្រែងជួយឧបត្ថម្ភជាអាហារនិងសម្ភារៈបន្តិចបន្តួចទោះមិនបានច្រើនតែក៏បានផ្ដល់ទៅដល់បងប្អូនអរគ្នាដើម្បីជាការដោះតមួយគ្រានៅក្នុងស្ថានភាពលំបាកដោយសារតែ COVID-19 នេះចាចុះជាបន្តដើម្បីភ្ជាប់ទៅនឹងអ្វីដែលលោកបានរៀបរាប់ខ្ញុំចង់សួរសំណួរមួយទៀតថាតើកម្មករដែលគាត់ជាសមាជិករបស់ការទូហ្នឹងតើគាត់ទទួលបានអត្ថប្រយោជន៍អ្វីខ្លះបន្ថែមទៀតលើសពីអ្វីដែលលោកបានរៀបរាប់អំបញ្ញចាបាទជាទូទៅការទូបានដើរតួនាទីនៅក្នុងការផ្ដល់សេវាជំនួយផ្នែកច្បាប់ពេលដែលបងប្អូនកម្មការនីគាត់មានបញ្ហានៅកន្លែងធ្វើការមានចំនួននៅកន្លែងធ្វើការអញ្ចឹងកាទូយើងផ្ដល់នៅសេវាកម្មផ្នែកច្បាប់ជួយដល់គាត់បាទទាំងការប្រឹក្សាយោបល់ទាំងការជួយធ្វើជាអ្នកតំណាងទាំងការជួយផ្ដល់នៅការគ្រប់គ្រងតាមរយៈការសហការមួយដៃគូក្នុងការគ្រប់គ្រងរហូតដល់មេធាវីនៅក្នុងគ្រប់ដំណាក់កាលនៃការដែលគាត់មានបញ្ហាត្រូវការបណ្ដឹងផ្ដល់នៅកន្លែងធ្វើការរបស់គាត់ចំណុចទី2គឺយើងបានដើរតួនាទីមានន័យថាគាត់នៅពេលគាត់ចូលរួមមួយកាទូអត្ថប្រយោជន៍ដែលគាត់បានគឺគាត់នឹងអាចធ្វើឲ្យលក្ខខណ្ឌការងាររបស់គាត់បានប្រសើរឡើងបាទទាំងប្រាក់ឈ្នួលទាំងអត្ថប្រយោជន៍ផ្សេងទាំងអ្វីលក្ខខណ្ឌផ្សេងទៀតដែលអាចប្រសើរឡើងហើយជាក់ស្ដែងយើងឃើញកន្លងមកសមាជិករបស់កាទូបានទទួលបានអត្ថប្រយោជន៍ទាំងប្រាក់ឈ្នួលទាំងអីផ្សេងហ្នឹងដែលគ្រាន់បើជាងកន្លែងដែលអត់ទាន់មានសហជីពណាហើយសូម្បីតែលក្ខខណ្ឌការងារក៏ដូចគ្នាដែរភាគច្រើនសមាជិករបស់កាទូបានក្លាយជាកម្មករនិយោជិកដែលពេញសិទ្ធិព្រោះយើងព្យាយាមទៅជែកចរចាជំរុញគាត់ក្លាយជាកម្មករពេញសិទ្ធិជាជាងនៅក្នុងស្ថានភាពកម្មករបដែតដែលកម្មករបដែតនេះធ្វើឲ្យគាត់ហានិភ័យងាយនឹងបាត់បង់ការងារងាយនឹងការគម្រាមកំហែងងាយនឹងការប្រឈមអីផ្សេងអញ្ចឹងកាទូបានដើរតួនាទីដូច្នេះហើយក្រៅពីទទួលសេវាកម្មផ្នែកច្បាប់ធ្វើឲ្យប្រសើរឡើងលក្ខខណ្ឌការងារទាំងអស់នេះគឺគាត់បានទទួលបានវគ្គបណ្ដុះបណ្ដាលច្រើនណាស់កាទូមានវគ្គបណ្ដុះបណ្ដាលច្រើនមែនទែនទៅដល់សមាជិករបស់ខ្លួនទាំងពាក់ព័ន្ធទៅនឹងបញ្ហា gender ទាំងពាក់ព័ន្ធបញ្ហាសិទ្ធិនៅកន្លែងធ្វើការទាំងបញ្ហាពាក់ព័ន្ធទៅនឹងច្បាប់ស្ដីពីការងារផ្សេងហ្នឹងគឺថាកាទូមានកម្មវិធីច្រើនមែនទែននៅក្នុងការផ្ដល់ឲ្យសមាជិករបស់ខ្លួនអញ្ចឹងនៅពេលដែលគាត់ចូលជាសមាជិករបស់កាទូគាត់មានឱកាសក្នុងការរៀនសូត្របានស៊ីជម្រៅសិក្សាពីស៊ីជម្រៅអំពីសិទ្ធិរបស់ពួកគាត់នៅកន្លែងធ្វើការហើយក្រៅពីនោះគាត់ក៏មានឱកាសទទួលបានសេវាកម្មផ្សេងច្រើនជាដែរឧទាហរណ៍ដូចការយកចិត្តទុកដាក់ក្នុងអំឡុងពេល COVID-19 នេះជួសពោះពិសេសគេចំពោះសមាជិកាដែលគាត់ប្រឈមផលលំបាកខ្លាំងជាងគេរងគ្រោះខ្លាំងជាងគេអញ្ចឹងយើងបានមើលលទ្ធភាពនៅក្នុងការជួយទៅដល់ពួកគាត់បានច្រើនទៀតផងដែរហ្នឹងបាទអញ្ចឹងនេះគ្រាន់តែយើងរៀបរាប់អំពីអ្វីដែលយើងធ្វើចេញពីកាទូពីការយាល័យកដាលប៉ុន្តែ
ថ្នាក់ដឹកនាំសហជីពមូលដ្ឋានរបស់យើងក៏បានធ្វើកិច្ចការងារជាច្រើនដែរនៅក្នុងកម្រិតមូលដ្ឋានដើម្បីជួយទៅដល់សមាជិកសមាជិការបស់យើងបាទអញ្ចឹងនៅមានច្រើនទៀតព្រោះដូចខ្ញុំបានដូចយើងបានលើកឡើងពីខាងដើមអញ្ចឹងថាកាទូយើងមិនមែនមើលត្រឹមតែលក្ខខណ្ឌការងាររបស់បងប្អូនកម្មករមើលតែកន្លែងធ្វើការទេប៉ុន្តែយើងមើលទៅដល់កន្លែងគាត់រស់នៅទៅលើដល់ជីវភាពរបស់ពួកគាត់ទៅលើទៅដល់ប្រព័ន្ធសង្គមពិសេសគេការធានារ៉ាប់រងសង្គមពិសេសគេហ្នឹងគឺរបបសន្តិសុខសង្គមថាគាត់បានអត្ថប្រយោជន៍គាត់បានការពារទេជាក់ស្ដែងដូចសមាជិករបស់កាទូមួយគាត់ដួលហើយគាត់បាក់ឆ្អឹងបាទគាត់បាក់ឆ្អឹងហើយវះកាត់ទៅមិនបានជោគជ័យធ្វើឲ្យគាត់នឹងខ្លាយពិការអញ្ចឹងកាទូបានប្រឹងប្រែងក្នុងការពារអត្ថប្រយោជន៍របស់ពួកគាត់ដើម្បីគាត់ទទួលបានសេវាមានទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គមបាទអញ្ចឹងអាហ្នឹងគឺជាកិច្ចការងារជាច្រើនណាស់ដែលកាទូយើងបានធ្វើដើម្បីប្រយោជន៍របស់សមាជិករបស់យើងបាទចាអរគុណច្រើនអញ្ចឹងសូមបញ្ជាក់ទៀតថាមិញឮថានិយាយខ្ញុំបានស្ដាប់លោករៀបរាប់បានធ្វើរឿងជាច្រើនដើម្បីកម្មករប៉ុន្តែក្នុងនោះដែរខ្ញុំដូចជាអត់បានឮលោកនិយាយអំពីតកតនឹងការចរចាប្រាក់ឈ្នួលអីជាប្រចាំឆ្នាំសម្រាប់កម្មករអញ្ចឹងតើការទូបានចូលរួមចរចាប្រាក់ឈ្នួលសម្រាប់កម្មករដែរទេចា៎បាទចំណុចនេះក៏ជាចំណុចដែលសំខាន់ដែរព្រោះយើងដូចខ្ញុំបានលើកឡើងយើងធ្វើកិច្ចការងារច្រើនពេលខ្លះយើងរាប់ស្ទើរតែមិនអស់ផងបាទជាក់ស្ដែងក្នុងការចូលរួមក្នុងការទៅជែកធ្វើប្រសើរឡើងលក្ខខណ្ឌការងារតួនាទីកាទូបានដើរតួនាទីសំខាន់ណាស់ហើយយើងមើលកាទូបានបើយើងមើលទៅអត្ថប្រយោជន៍ប្រាក់ឈ្នួលដែលបានមកដល់ពេលបច្ចុប្បន្ននេះគឺកើតឡើងពីកាទូបានធ្វើតាំងពីឆ្នាំ2013មក2014មកគឺកាទូបានដើរតួនាទីសំខាន់ណាស់ហើយអញ្ចឹងពីមុនប្រាក់ឈ្នួលរបស់កម្មករនិយោជិកហ្នឹងមានរៀងរាល់គេតឡើងរៀងរាល់4ឆ្នាំម្ដងរៀងរាល់5ឆ្នាំម្ដងពេលខ្លះបាទប៉ុន្តែពេលនេះគឺយើងបានជំរុញឲ្យនយោជកនឹងតម្លើងប្រាក់ឈ្នួលទាំងរដ្ឋាភិបាលបានសម្រេចក្នុងជាគោលការណ៍ក្នុងការតម្លើងប្រាក់ឈ្នួលឲ្យកម្មករនិយោជិកជារៀងរាល់ឆ្នាំហើយកាទូគឺជាសហជីពឯករាជ្យដែលទៅអង្គុយក្នុងតុចរចាជជែកពីបញ្ហាលក្ខខណ្ឌការងារពិសេសគេគឺប្រាក់ឈ្នួលរបស់បងប្អូនកម្មករនិយោជិកនេះបាទខ្ញុំបន្ថែមទៀតដែរក្រៅពីការចរចាប្រាក់ឈ្នួលហ្នឹងក៏យើងមើលដែលអត្ថប្រយោជន៍ដែលសមាជិកសមាជិការបស់កាទូផ្សេងគេហ្នឹងអ្នកដែលប្រឈមនឹងតកែរត់ចោលឬក៏បិទរោងចក្រផ្សេងបានសំណងជាច្រើនបាទព្រោះកាទូប្រកាន់នៅគោលការណ៍មួយគឺថាធ្វើម៉េចឲ្យធានាបានសំណងឲ្យបានគ្រប់គ្រាន់សម្រាប់កម្មករនិយោជិកដែលជាសមាជិករបស់កាទូបាទអញ្ចឹងបាទបើយើងមើលកន្លងមកលុយច្រើនណាស់អត្ថប្រយោជន៍ច្រើនណាស់ដែលបានទៅដល់សមាជិកសមាជិការបស់កាទូបាទចាអរគុណច្រើនចាជម្រាបដល់បងប្អូនទាំងអស់គ្នាអ្នកតាមដានទស្សនា Facebook របស់កាទូទាំងអស់គ្នាចាដូចលោកបូរ៉ាគាត់បានរៀបរាប់ហើយថាកាទូបានផ្ដល់អត្ថប្រយោជន៍ជាច្រើនទៅដល់បងប្អូនកម្មករក្នុងនោះមានទាំងការចរចាឲ្យលក្ខខណ្ឌការងារប្រសើរឡើងមានទាំងការបណ្ដុះបណ្ដាលមានវគ្គបណ្ដុះបណ្ដាលតទៅនឹងសិទ្ធិតទៅនឹងច្បាប់ការងារនឹង gender អីជាដើមទៅដល់បងប្អូនកម្មករមិនត្រឹមតែប៉ុណ្ណោះកាទូគឺបានចូលរួមចំណែកសំខាន់ណាស់ក្នុងការចរចាប្រាក់ឈ្នួលដំឡើងប្រាក់ឈ្នួលឲ្យបងប្អូនកម្មករជារៀងរាល់ឆ្នាំហើយកាទូមិនត្រឹមតែធ្វើការចរចាប្រាក់ឈ្នួលជារៀងរាល់ឆ្នាំនឹងការងារបន្តទៀតរបស់កាទូគឺកាទូបានទាំងជួយទាមទារអត្ថប្រយោជន៍នៅពេលដែលរោងចក្របិទទ្វារគឺកាទូបានជួយទាមទារឲ្យកម្មករនឹងទទួលបានសំណងសមរម្យទៅតាមផ្លូវច្បាប់ដល់បងប្អូនកម្មករកម្មការនីចាអញ្ចឹងសូមជម្រាបសួរដល់បងប្អូនកម្មករកម្មការនីនិងសមាជិកសមាជិកានៃសហព័ន្ធសហជីពកម្ពុជារួមទាំងបងប្អូនជនរួមជាតិដែលកំពុងតែតាមដានការ live របស់គេហទំព័ររបស់សហព័ន្ធអាជីពកម្ពុជាទាំងអស់ដែរចាថានេះគឺជាការផ្សាយផ្ទាល់នៃសហព័ន្ធអាជីពកម្ពុជាដែលហៅកាត់ថាកាទូចាប្រធានបទរបស់យើងថ្ងៃនេះគឺយើងនិយាយអំពីសារៈប្រយោជន៍នៃការចូលរួមជាសមាជិករបស់សហជីពកម្ពុជាចាហើយវាគ្មិនរបស់យើងថ្ងៃនេះគឺលោកសមរាលោកសមរាគឺជាប្រធានកម្មវិធីនៃសហព័ន្ធអាជីពកម្ពុជាហ
ហើយបើសិនជាបងប្អូនមានចម្ងល់ឬក៏មានសំណួរឬមាន comment អីសូមបងប្អូនជួយ comment ឬក៏សួរនៅប្រអប់ខាងក្រោមចាចាអើយដោយសារតាអើយហ្នឹងហើយអើយតាំងពីដើមមកគឺអើយអត់បានជម្រាបឲ្យបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាគាត់ទៅឆ្ងល់ថាហេតុអ្វីបានជាអើយពួកយើងដាក់ផ្សាយថាយើងនឹង live ជារៀងរាល់ម៉ោង 11 កន្លះហើយថ្ងៃនេះយើង live មុនបន្តិចដោយសារតាយើង live មុនកន្លះម៉ោងគឺដោយសារតែយើងមានធុរៈអើយដោយសារតាអើយវាគ្មិនក៏ដូចជាបរិទ័យរបស់យើងគឺគាត់មានធុរៈទៅខាងក្រៅអញ្ចឹងហើយបានជាយើងធ្វើការ live មុនចាអញ្ចឹងជាបន្តខ្ញុំសូមសួរសំណួរទៅលោកមូរ៉ាបន្តទៀតថាមិញខ្ញុំបានស្ដាប់ច្រើនមកហើយចង់និយាយថាតកតៅនឹងអ្វីដែលលោកបានរៀបរាប់ចាយកក្នុងដែរដើម្បីភ្ជាប់ទៅលើអ្វីដែលលោកជួយដើម្បីឲ្យកម្មករយើងមានទំនុកចិត្តក្នុងការចូលរួមជាសមាជិកការទូនោះខ្ញុំចង់ដឹងថាតើការទូនោះបានជួយអីដល់កម្មករដែលគាត់មានបញ្ហាហើយតើការទូនោះគាត់ការទូនោះមានធ្វើការសហការជាមួយដៃគូខាងក្រៅដែរទេចា៎បាទបើយើងមើលជាក់ស្ដែងទៅការទូគឺត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនៅក្នុងឆាកជាតិអន្តរជាតិហើយការទូនៅក្នុងកម្រិតថ្នាក់ជាតិយើងមានការសហការច្រើនទាំងផ្នែកសិទ្ធិមនុស្សទាំងផ្នែកអង្គការនៅក្នុងវិស័យការងារគឺយើងបានធ្វើការសហការច្រើនដើម្បីធ្វើម៉េចយើងផ្ដល់នៅសេវាកម្មឲ្យបានច្រើនបានទូលំទូលាយដល់សមាជិកសមាជិការបស់យើងហើយក៏ដូចគ្នាដែរនៅក្នុងឆាកអន្តរជាតិកាទូគឺជាសមាជិករបស់ Industrial ដែលជាសហជីពក្នុងវិស័យឧស្សាហកម្មធំជាងគេនៅក្នុងឆាកអន្តរជាតិហើយយើងក៏ជាសមាជិករបស់បណ្ដាញយុទ្ធនាការសម្លៀកបំពាក់ស្អាតដែលជាបណ្ដាញមួយធ្វើការផ្ដោតទៅលើធ្វើម៉េចឲ្យមានយុត្តិធម៌សម្រាប់បងប្អូនកម្មករនិយោជិកនៅក្នុងវិស័យកាត់ដេរហើយយើងក៏ធ្វើការជាមួយនឹងបណ្ដាញប្រាក់ឈ្នួលនៅក្នុងតំបន់អាស៊ីគ្នាហៅថា Asia Flyway ដែលបណ្ដាញនេះគឺយើងធ្វើកិច្ចការងារច្រើនពាក់ព័ន្ធទៅនឹងប្រាក់ឈ្នួលដែលយើងធ្វើការកណនាប្រាក់ឈ្នួលដែលយើងធ្វើការពិនិត្យទៅលើប្រាក់ឈ្នួលសម្រាប់បងប្អូនកម្មករនិយោជិកនៅក្នុងវិស័យកាត់ដេរអញ្ចឹងក្នុងទិសដៅមួយដែលសំខាន់នោះគឺយើងសហការគ្នានៅក្នុងការជំរុញឲ្យមានការទទួលខុសត្រូវពិសេសគេគឺអ្នកប្រជាទិញឲ្យមានការទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាជូនបងប្អូនកម្មករនិយោជិកបាទអញ្ចឹងរាល់ការរំលោភបំពានទៅលើសិទ្ធិសេរីភាពសមាគមសេរីភាពសហជីពនៅកន្លែងធ្វើការរំលោភលក្ខខណ្ឌការងារឬក៏ដូចជាការរំលោភទៅលើអត្ថប្រយោជន៍កេងប្រវ័ញ្ចទៅលើអត្ថប្រយោជន៍ផ្សេងៗរបស់បងប្អូនកម្មករនិយោជិកអញ្ចឹងគឺយើងធ្វើកិច្ចការងារជាមួយនឹងដៃគូទាំងអស់ហ្នឹងក្នុងការជំរុញទៅដល់នយោជកក៏ដូចជាអ្នកបញ្ជាទិញឲ្យដោះស្រាយបញ្ហាជូនដល់កម្មករនិយោជិកអញ្ចឹងកាទូមានបណ្ដាញច្រើនទាំងសហរដ្ឋទាំងនៅសហរដ្ឋអាមេរិកក៏ដូចជា ILRS ក៏ដូចជា USAS ក៏ដូចជាដៃគូផ្សេងទៀតទាំងនៅអូស្ត្រាលីទាំងនៅតំបន់អឺរ៉ុបទាំងនៅក្នុងអាស៊ីប៉ាស៊ីហ្វិករបស់យើងគឺថាយើងមានបណ្ដាញច្រើនហើយកាទូត្រូវបានទទួលស្គាល់ច្រើននៅក្នុងឆាកអន្តរជាតិផងដែរបាទចាអីដោយតែបងប្អូនទាំងអស់គ្នាបានស្ដាប់មកហើយថាការទូធ្វើការមកបានដល់សប្តាហ៍ថ្ងៃនេះគឺការទូមិនមែនធ្វើតែការទូម្នាក់ឯងទេចាអញ្ចឹងការទូគាត់មានដៃគូសហការជាច្រើនក្នុងការជួយដោះស្រាយបញ្ហាដល់បងប្អូនកម្មករកម្មការងារយើងដែលជាសមាជិករបស់សហជីពកម្ពុជាដែលហៅកាត់ថាការទូនេះឯងចាដោយសារតែពេលវេលារបស់យើងជិតដល់ទីបញ្ចប់ហើយខ្ញុំសូមឲ្យលោកមានចំណាប់អារម្មណ៍2នាទីចុងក្រោយចាបាទជាចំពោះបងប្អូនដែលតាមដានទស្សនាកម្មវិធី live ផ្ទាល់របស់page សូមលើកទឹកចិត្តឲ្យបងប្អូនក្នុងការចូលរួមឲ្យសកម្មនៅក្នុងកฎចលនាសហជីពហើយកាទូដូចខ្ញុំបានលើកខាងដើមកាទូគឺជាសហជីពឯករាជ្យប្រកាន់នៅគោលការណ៍ប្រជាធិបតេយ្យហើយកាទូគឺជារបស់បងប្អូនអរគ្នាការ
ចូលរួមរបស់បងប្អូនទាំងអស់គ្នាគឺវាសំខាន់សម្រាប់បងប្អូនផ្ទាល់សម្រាប់អនាគតបងប្អូនសម្រាប់អ្នកនៅក្នុងវិស័យការងារដែរអញ្ចឹងយើងបានដើរតួនាទីសំខាន់ដើម្បីចូលរួមការពារប្រយោជន៍ក៏ដូចជាសិទ្ធិរបស់បងប្អូនអស់គ្នានៅកន្លែងធ្វើការបាទអញ្ចឹងសូមឲ្យបងប្អូនបន្តនៅក្នុងការចូលរួមហើយបន្តនៅក្នុងការគៀងគរប្រមូលមិត្តភ័ក្តិក្រុមការងារផ្សេងៗនៅក្នុងការចូលរួមសកម្មនៅក្នុងកិច្ចការងារកាទូហើយផ្សេងគេកាទូមានកម្មវិធីច្រើនណាស់ដូចខ្ញុំបានលើកឡើងខាងដើមអញ្ចឹងទាំងការវគ្គបណ្ដុះបណ្ដាលទាំងការសិក្សាជារង្វង់ទាំងផ្សេងហ្នឹងគឺច្រើនអញ្ចឹងលើកទឹកចិត្តឲ្យបងប្អូនចូលរួមឲ្យសកម្មនៅក្នុងកម្មវិធីរបស់កាទូដើម្បីទទួលបាននៅចំណេះដឹងហើយធ្វើដែលនៅពេលដែលបងប្អូនមានចំណេះដឹងមានការយល់ដឹងច្រើនគឺធ្វើឲ្យកាទូខ្លាំងធ្វើឲ្យលក្ខខណ្ឌការងាររបស់បងប្អូនល្អធ្វើឲ្យសហគមន៍របស់យើងល្អធ្វើឲ្យប្រទេសជាតិយើងខ្លាំងផងដែរសង្គមមួយដែលខ្លាំងតើតែប្រជាពលរដ្ឋដែលខ្លាំងហើយប្រជាពលរដ្ឋខ្លាំងតើតែប្រជាពលរដ្ឋដែលមានចំណេះដឹងមានធនធានមានការយល់មានការវិភាគដែលល្អមានគុណភាពបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងសូមអរគុណបាទចាសូមអរគុណដល់លោកសុមារាចាដែលលោកហ៊ានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមក្នុងកម្មវិធីផ្សាយផ្ទាល់របស់យើងដែរចាហើយក៏សូមអរគុណដល់បងប្អូនកម្មករកម្មការនេះក៏ដូចជាសមាជិកសមាជិកានៃសហព័ន្ធជាកម្ពុជាដោយសារតែពេលវេលាយើងដល់ទីបញ្ចប់ហើយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅហើយក៏សូមជូនពរដល់បងប្អូនកម្មករកម្មការនេះសមាជិកសមាជិកានៃសហព័ន្ធជាកម្ពុជាក៏ដូចជាបងប្អូនជនរួមជាតិក៏ដូចជាអ្នកប្រិយមិត្តអ្នកតាមដានការ live របស់Facebook របស់សហព័ន្ធអាជីពកម្ពុជាទាំងអស់គ្នាដែរតាចាសូមជូនពរសូមឲ្យសំណាងល្អសុខភាពល្អនិងសូមឲ្យប្រកបការងារបានជោគជ័យដូចក្តីប្រាថ្នាចាអរគុណ